នៅពេលយប់ស្ងប់ស្ងាត់មួយព្រៃអស្ចារ្យបានភ្លឺបញ្ចាំងដោយពន្លឺព្រះច័ន្ទសត្វចាននៅក្នុងព្រៃត្រូវបានគេងសម្រាកប៉ុន្តែសម្រាប់លូម៉ូកាលពេលយប់គឺជាពេលធ្វើដំណើរអាថ៌កំបាំងគេឈរមើលតុល្យភាពនៃពន្លឺលើផ្ទៃទឹកហើយភ្លាមនោះពន្លឺតូចមួយបានហើរមកក្បែរគេនីរ៉ាភ្លើងតូចដែលភ្លឺដ៏ស្រស់ស្អាតកំពុងអញ្ជើញគេដូចជាមិត្តថ្មីម្នាក់ប៉ុន្តែមិនយូរប៉ុន្មានទេលូម៉ូដឹងថាពន្លឺរបស់នីរ៉ាចាប់ផ្ដើមខ្សោយជិតមើលមិនឃើញព្រៃដែលធ្លាប់ភ្លឺល្អក៏ចាប់ផ្ដើមស្រអាប់នីរ៉ាត្រូវការជំនួយបន្ទាន់ពីលូម៉ូព្រោះពន្លឺពិសិដ្ឋរបស់នាងត្រូវបានខាត់បងនៅកន្លែងឆ្ងាយមួយលូម៉ូមិនភ័យខ្លាចទេគេបានសម្រេចចិត្តជួយមិត្តតូចដែលទើបស្គាល់មួយនេះនៅពេលពួកគេចាប់ផ្ដើមបោះជំហានមេឃនៅលើក្បាលបានបញ្ចេញពន្លឺផ្លែតភ្លឺពន្លឺពណ៌ខៀវបានបើកចំហដូចជាកំពុងអញ្ជើញពួកគេឲ្យដើរឆ្ពោះទៅមុខដើមឈើជុំវិញក៏ដូចជាកំពុងរំតាមខ្យល់បែបអស្ចារ្យលូម៉ូដើរជាមួយនីរ៉ាដោយប្រុងប្រយ័ត្ននិងចិត្តពេញដោយការសង្ឃឹមថានឹងរកឃើញអ្វីដែលពន្លឺរបស់នាងត្រូវការនៅចុងផ្លូវពន្លឺពួកគេជប់នៅមុខដើមឈើធំមួយដែលមានសញ្ញាអស្ចារ្យភ្លឺរលោងនៅលើមេឃខាងលើមានសត្វបក្សីចាស់មួយបានបើកភ្នែកធំដូចជាកំពុងរង់ចាំពួកគេបក្សីចាស់បានប្រាប់ថាពន្លឺរបស់នីរ៉ាអាចស្ដារឡើងវិញប៉ុន្តែត្រូវធ្វើដំណើរទៅភ្នំពន្លឺដែលស្ថិតនៅចម្ងាយឆ្ងាយលូម៉ូនិងនីរ៉ាមានទំនុកចិត្តថាពួកគេស្ទើរតែជិតដល់ចម្លើយនៅមុខពួកគេមានទន្លេថ្លាដូចកញ្ចក់ហើយចំកណ្ដាលទន្លេមានថ្មថ្លាៗដូចគ្រីស្តាល់ពន្លឺនីរ៉ាឆ្លុះនៅលើផ្ទៃទឹកបង្កើតរូបភាពស្រស់ស្អាតលូម៉ូតែលោតពីថ្មមួយទៅថ្មមួយដោយប្រុងប្រយ័ត្ននីរ៉ាហែវនាំផ្លូវដោយពន្លឺតូចៗដែលនៅសល់ទោះបីជាពិបាកក៏ពួកគេជឿជាក់ថាការឆ្លងកាត់នេះនឹងនាំទៅកាន់សេចក្តីសង្ឃឹមថ្មីនៅចុងផ្លូវដំណើរដ៏យូរមួយពួកគេបានមកដល់ភ្នំពន្លឺដែលមានពន្លឺអស្ចារ្យបញ្ចេញឡើងទៅលើមេឃខ្យល់ត្រជាក់និងអបពណ៌សជុំវិញខ្លួនរបស់ពួកគេលូម៉ូឡើងលើផ្លូវថ្មដ៏រឹងមាំខណៈពេលដែលនីរ៉ាតាមលើក្បាលដោយពន្លឺខ្សោយប៉ុន្តែគេជឿថានៅកំពូលភ្នំនឹងមានអ្វីដែលអាចស្ដារពន្លឺរបស់នាងឡើងវិញនៅកំពូលភ្នំមានចំណុចមួយដែលពន្លឺអស្ចារ្យកំពុងបោះនៅលើដីនីរ៉ាហោះចូលទៅកណ្ដាលពន្លឺនិងទទួលថាមពលនោះបន្តិចម្ដងពន្លឺរបស់នាងបានរលត់ឡើងវិញคล้ายជាពន្លឺមាសភ្លឺស្រស់ស្អាតលូម៉ូញីភ្នែកមើលដោយអារម្មណ៍រីករាយព្រោះបានជួយមិត្តតូចរបស់ខ្លួនឲ្យទទួលបានជីវិតថ្មីពេលត្រឡប់មកព្រៃវិញពន្លឺរបស់នីរ៉ាបានធ្វើឲ្យព្រៃទាំងមូលភ្លឺល្អដូចមុនភ្លើងតូចៗជាច្រើនបានហើរចេញពីគន្លងនានាដូចជាកំពុងអបអរសាទរដំណើររបស់ពួកគេលូម៉ូដើរដោយមោទនភាពខណៈពេលដែលនីរ៉ារំលេងក្នុងខ្យល់ដោយសប្បាយជារានោះគឺជាការចប់ដ៏សប្បាយរីករាយនៃដំណើរការស្វែងរកពន្លឺយប់